សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ចម្រើចិត្តថ្ងៃនេះយើងនឹងលាតត្រដាងប្រវត្តិពិតនៃបទមនោសញ្ចេតនាដ៏ពិរោះរណ្ដំមួយបទគឺបទសម្រស់នាងចៅទុកដជិះទូងតាមស្ទឹងប្រឹងលបមើលស្រែធម្មជាតិស្រស់ខៀវខ្ចីក្តាំងញាប្រែកស្ដីព្រៃវាលអន់នោះយើងនឹងបើកទំព័រកំណាព្យស្នេហ៍មាសដើម្បីស្វែងយល់ថាតើកវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនបានជួបរឿងរ៉ាវអ្វីខ្លះទាក់ទងនឹងចម្រៀងមួយបទនេះច្រៀងដោយអធិរាជសម្លេងមាសស៊ីនស៊ីសមុទ្រប៉ុន្តែព្រលឹងនៃបទនេះគឺស្ថិតនៅលើទំនុកចម្រៀងរបស់លោកកុងប៊ុនឈឿនដែលបានកត់ត្រាស្នាដៃមួយនេះនៅក្នុងនាមជាអនុស្សាវរីយ៍របស់គាត់ផ្ទាល់បទនេះគាត់និពន្ធឡើងដើម្បីឧទ្ទិសដល់ទឹកដីកំណើតម្ដាយគាត់គឺនៅឃុំព្រែកលួងទោះបីជាគាត់បានបែកពីទីនោះតាំងពីតូចក៏ពេលដែលគាត់ទៅលេងទីនោះម្ដងគាត់តែងលើគេនិយាយថាគាត់មានបងប្អូនសាច់ញាតិហូហែនៅម្ដុំវត្តកែវព្រែកខ្ពករហូតដល់ស្ទឹងចាស់គាត់បានរៀបរាប់ថាថ្ងៃមួយគាត់ជិះទូកដរពីកំពង់ភូមិដូនកែវទៅកាន់ព្រែកលួងពេលនោះគាត់បានជួបនឹងនារីចែវទូកដរម្នាក់ដែលមានសម្រស់គួចជាប់នៅក្នុងក្តីស្រមៃរបស់គាត់ធម្មជាតិប្រុសកំឡោះឲ្យតែឃើញស្រីក្រមុំរូបស្អាតតែងតែមានចិត្តគួចរវើរវាយទៅរកផ្លូវស្នេហាជាធម្មតាប៉ុន្តែនារីចៅទូកដរនោះមិនត្រឹមតែធ្វើឲ្យគាត់លួចស្រឡាញ់ទេថែមទាំងធ្វើឲ្យគាត់អាណិតថែមទៀតព្រោះនាងកនិយាយមិនរួចក្រោយពីស៊ើបសួរគេឯងទៅទើបដឹងថានារីម្នាក់នោះក៏ជាសាច់សាលោហិតរបស់គាត់ម្នាក់ដែរប៉ុន្តែឆ្ងាយរហូតខ្លាចជាអ្នកដទៃទៅហើយទោះជាយ៉ាងណាក្តីក៏គាត់នៅតែនឹកស្រមៃដល់ថ្ងៃចៃដន្យនោះហើយនឹកដល់ទេសភាពនិងជីវិតដ៏ស្រងេះស្រងោចនៃភូមិឋានប្រជាជនតាមដងស្ទឹងរហូតបណ្ដាលឲ្យគាត់ប្រមូលចងក្រងមនោសញ្ចេតនារៀបចំបទនេះឡើងដើម្បីរំលឹកដល់ថ្ងៃមួយដែលគាត់ជិះទូកដរទៅលេងស្រុកជួបនឹងនារីកំសត់អត់ចេះនិយាយនោះឯងបន្ទាប់ពីដឹងពីប្រវត្តិនៃបទនេះរួចយើងនឹងមកវិភាគលើទំនុកច្រៀងវិញម្ដងឃ្លាដំបូងជិះទូងតាមស្ទឹងប្រឹងលបមើលស្រែធម្មជាតិស្រស់ខៀវខ្ចីក្តាំងញាប្រែកស្ដីព្រៃវាលអន់នោះស្ទឹងចាស់ព្រែកលួងទ្រូងជាប់ជោឆុងក្រោមភ្លៀងរលឹមតក់តងជួបកាជិលហងឆើតឆាយលោកប្រើបច្ចេកទេសបង្ហាញទីតាំងគឺបញ្ចូលឈ្មោះភូមិសាស្ត្រពិតដូចជាព្រែកលួងស្ទឹងចាស់ទៅក្នុងកំណាព្យដើម្បីឲ្យអ្នកស្ដាប់អាចស្រមើស្រមៃឃើញទីតាំងពិតពាក្យទ្រូងជាប់ជ័រឆក់គឺជានិមិត្តរូបនៃការលង់ស្នេហ៍ភ្លាមដែលមិនអាចដកចិត្តបានឃ្លាបន្ទាប់បងជាទេសចរជាងទូកដរអូនគុណមើលការស្រពូនដៃតូចស្រលូនពងទឹកបាយខ្ចាយក៏ឡាប់វត្តកែវល្អគុណមិនណាយខ្ចីលហងសងខ្មៅរំសាយបងតែងចត់ម៉ាយសូមស្ងាការប្រៀបធៀបនាងទៅនឹងកុលាបវត្តកែវគឺលើកដំកើងនាងជាទីបំផុតដៃតូចស្រលូនគាស់ទឹកបាយខ្ចាយគឺជាការពិពណ៌នាដ៏មានសិល្បៈដែលបង្ហាញពីភាពទន់ភ្លន់របស់នាងទោះជានាងជាអ្នកធ្វើការនឿយហត់ក៏ដោយចំណុចដែលសោកសៅបំផុតគឺតែខំអាក្រក់ដងត្រាំដួងចិត្តដូចមេឃងងឹតប្រត់ទីដួងខាកុលាបឆាតស្រស់មានសមផងស្នាខលកំបំបាអើយក៏និយាយមិនរួចលោកកុងប៊ុនឈឿនប្រើពាក្យផលកម្មជំនួសឲ្យជោគវាសនានេះបង្ហាញពីភាពមិនអាចទៅរួចនៃទំនាក់ទំនងទាំងក្នុងន័យស្នេហានិងការអាណិតដែលជាឧបសគ្គដ៏ធំបំផុតឃ្លាដូចមេឃងងឹតព្រាត់បាត់ពីដួងខែគឺជានិមិត្តរូបនៃការបាត់បង់ក្តីសង្ឃឹម
ឃ្លាចុងក្រោយ បងអាឈាមស្រោចក្នុងស្ទឹងសង្ការក្រោមពន្លឺដួងខែផ្សងឲ្យជួបស្នេហ៍កុលាបពណ៌គួចកុលាបវត្តកែវនេត្រាមុតស្រួចសូមឲ្យបាននិយាយរួចឲ្យដឹងថាបងលួចស្នេហ៍ អាឈាមស្រោចគឺលោកគង់ប៊ុនឈឿនចង់បង្ហាញថាសេចក្តីអាណិតអាសូរនិងក្តីស្រឡាញ់របស់តួអង្គប្រុសចំពោះនាងចៅទូកដដែលកនោះមានលក្ខណៈធំធេងនិងជ្រាលជ្រៅបំផុតរហូតដល់ហ៊ានលះបង់នៅអ្វីៗដែលសំខាន់ក្នុងជីវិតដែលគោលបំណងចុងក្រោយមិនមែនដើម្បីរៀបការទេតែដើម្បីឲ្យនាងបាននិយាយរួចហើយអាចដឹងនៅសេចក្តីស្រឡាញ់របស់លោកសរុបមកបទសម្រស់នាងចែទូកដគឺជាសក្ខីភាពអមតៈមួយដែលភ្ជាប់ជីវិតពិតទឹកដីកំណើតនិងសិល្បៈរួមបញ្ចូលគ្នាវាបង្រៀនយើងថាសេចក្តីស្រឡាញ់ពេលខ្លះក៏រួមបញ្ចូលនៅសេចក្តីអាណិតការគោរពនិងការលះបង់ដើម្បីភាពសុខសាន្តរបស់អ្នកដទៃរាល់ពេលស្ដាប់បទនេះចូលចាំថាអ្នកកំពុងស្ដាប់នៅអនុស្សាវរីយ៍ផ្ទាល់ខ្លួនរបស់កវីដ៏ឆ្នើមម្នាក់តើអ្នកធ្លាប់ជួបនរណាម្នាក់ដ៏ចៃដន្យហើយអារម្មណ៍នោះបានធ្វើឲ្យអ្នកគិតគួចនិងស្រមើស្រមៃដល់ស្នេហាទៅមុខទៀតដោយលោកគង់ប៊ុនឈឿនដែរឬទេបើសិនជាមានតើស្នេហានោះមកដល់ពេលនេះទៅជាយ៉ាងណាហើយតើអ្នកមានបទចម្រៀងផ្សេងទៀតចង់ឲ្យយើងជួយវិភាគដែរឬទេសូមចែករំលែកអារម្មណ៍និងមតិយោបល់របស់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីបន្តវិភាគចម្រៀងផ្សេងទៀតជាមួយយើងខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងណាមួយដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់